ta xong chỉ số đầu tiên ta theo xong cho cái gì đó và chỉ là bố xong mà ai rồi như là khăn lông rồi cái lấy ba rồi thốt men đen rồi hốt mặt tất đi vừa cả bên này bên chưa rồi thốt thấy rồi xong sai này lên quạt hà chỉ tu tới quạt chỉ ai đó rồi nên không cầm thì không à gì sẽ lấy cứ bên á cứ quạt lái cứ mình đặt đi chuyện nhau đi và trong cua và nhà hà có thể chia trường chuyện tu tới việc giác phê chung lại 8 ปีគេបានសម្រាប់លោកជីវវិជាលោកឈុតវិធីរហូតមកដល់បង្កើតការកន្លែងទៀតខ្ញុំឃើញភាគច្រើនទាំងអង្គការក្រៅរដ្ឋាភិបាលទាំងគ្រប់ស្ថានទូតស្ថាប័ននានាធំទី1ស្នើសុំទី2ទទូចខ្ញុំចង់សួរថាពាក្យស្នើសុំនិងទទូចរបស់នេះតើរដ្ឋាភិបាលយើងសពថ្ងៃគេធ្វើឲ្យយើងទេគេរកយុត្តិធម៌ឲ្យយើងទេរហូតដល់បណ្ឌិតកែមលីត្រូវលះបង់ជីវិតទៅទៀតដូច្នេះខ្ញុំតាមគំនិតរបស់ខ្ញុំគិតថាមានតែយុវជនបាទពីព្រោះលោកបណ្ឌិតកែមលីការគាត់នៅមានជីវិតគាត់តែបន្តបណ្ដាយ៉ាងខ្លាំងចំពោះយុវជនខ្មែរយើងគាត់ប្រាប់ឈរឡើងក្រោបឈរនោះមិនក្រោបឈរយកប្រទើវាយកទៅបាញ់គ្រឿងត្រៀមទេគឺតស៊ូមតិដូច្នេះបងប្អូនជាយុវជនជាពលរដ្ឋនៅតែមានការភ័យខ្លាចនៅតែមានការកោតក្រែងញញើតដូច្នេះប្រទេសយើងគឺអត់រីកចម្រើនដូចនេះទេហើយភាពដែលរីករាយដែលរីកចម្រើនរបស់ប្រទេសនីមួយៗបងប្អូនដែលរស់នៅក្នុងប្រទេសជប៉ុននេះយើងឃើញស្រាប់ហើយយើងអាចប្រៀបធៀបជាមួយនឹងប្រទេសរបស់យើងបានតើភាពរីកចម្រើនរបស់គេគឺស្ថិតនៅលក្ខណៈត្រង់ណាគឺដូចជាមិនមានអីដែលប្លែកពីស្រុកខ្មែរយើងទេក៏ប៉ុន្តែអ្វីដែលប្លែកគឺសិទ្ធិសេរីភាពដែលគ្មានគេហៅថាជីវភាពសិទ្ធិសេរីភាពអំណាចគឺស្មើគ្នាទាំងអស់បងប្អូនជិះអតេភ្លើងទៅតាមក្រោមដីគឺសូម្បីតែនាយករដ្ឋមន្ត្រីរបស់ជប៉ុនពេលខ្លះគាត់ជិះអតេភ្លើងប៉ុន្តែប្រជាជនធម្មតាគេធ្វើដំណើរធម្មតាបងប្អូនដែរឃើញទេយុវរដ្ឋមន្ត្រីរបស់ប្រទេសជប៉ុនទៅណាម្ដងឡានសារ៉ែបិទផ្លូវរាប់រយគីឡូរាប់សិបគីឡូតែឃើញអត់ទេអត់ដែរឃើញទេខ្ញុំទៅលេងស្រុកខ្មែរម្ដងខ្ញុំឃើញឡានសារ៉ែបខ្ញុំអស់សំណោចទៅវិញដំបូងខ្ញុំនៅស្រុកខ្មែរខ្ញុំភ័យខ្ញុំឃើញឡានសារ៉ែបជិះម៉ូតូឯងចង់គ្រូម៉ូតូបាក់បាច់បាក់ផងហ្មងបែបអាហ្នឹងជាការពិតដូច្នេះមានន័យថាសិទ្ធិសេរីភាពវាសំខាន់លោកបណ្ឌិតកែមលីខ្ញុំធ្លាប់ស្ដាប់គាត់ហើយជាប្រហែលឆ្នាំមុនគាត់និយាយចឹងដែរថាសិទ្ធិសេរីភាពសំខាន់បាទសម្រាប់ធ្វើជំរុញឲ្យប្រទេសរបស់យើងរីកចម្រើនបានសិទ្ធិសេរីភាពហ្នឹងគឺសិទ្ធិសេរីភាពដើម្បីបញ្ចេញមតិដើម្បីឲ្យរដ្ឋាភិបាលខ្មែរយើងគាត់កែពីព្រោះរាល់ការដែលគាត់វិភាគម្ដងគាត់មិនមែនបញ្ចេញដើម្បីផលប្រយោជន៍អីមួយទេគឺបញ្ចេញមានន័យថាគាត់រកអវិជ្ជមានរបស់រាជរដ្ឋាភិបាលដើម្បីឲ្យរដ្ឋាភិបាលគាត់កែមិនធ្វើតាមគាត់ទាំងអស់ក៏បានដែរឲ្យកែប៉ុន្តែប្រហែលឆ្នាំកន្លងមកនេះយើងសួរថាការវិភាគរបស់គាត់អនុសាសន៍របស់គាត់តើរដ្ឋាភិបាលគាត់ធ្វើតាមគាត់បាន 20% ឬអត់ទេបើតាមខ្ញុំដឹងប្រហែលជាអត់បាន 10% ផងបានដល់ថ្នាក់សម្រាប់គាត់អញ្ចឹងអានេះខ្ញុំមិនដាក់បន្ទុកទៅលើរដ្ឋាភិបាលតែជាអ្នកសម្រាប់គាត់ទេប៉ុន្តែជាទូទៅប្រជាជនខ្មែរមិនថានៅក្នុងស្រុកមិនថាទូទៅពិភពលោកទេគឺ 80% ទៅ 90% ដែលគេគិតរបៀបនេះអរគុណបាទមានតែប៉ុណ្្នឹង